មិនសមខ្ញុំធ្វើក្លុកចំពោះជាមួយមកម្ទេសគឺផ្ទុះសាហាវបងប្អូនហើយមិនតាន់បាន24ម៉ោងស្រួលបួផងគឺថា view ឡើង 200k ជាងបើនិយាយទៅចំពោះខ្ញុំអ្នកអត់ល្បីប៉ុណ្្នឹងគឺថាអស់ចាណាស់សម្រាប់ខ្ញុំបងប្អូននឹងសោបញ្ជាក់ឲ្យឃើញថាបងប្អូនយើងដែលជា fan របស់ខ្ញុំនឹងគាត់ចូលចិត្តមកជួខ្លាំងមែនតើបានតែនាំគ្នាមក view ពេញទឹកពេញដីច្រើនរបៀបនេះគឺថាអរគុណទាំងអស់គ្នាខ្លាំងមែនតើដែលធ្វើឲ្យវីដេអូនឹងរកចំណូលបាន$4បាទអរគុណហើយចំពោះខ្ញុំថាបងប្អូនទាំងអស់គ្នាចូលចិត្តហើយគឺថាទៅណាមិនឆ្ងាយតែម្ដងបាទមិនសើក្លុកចំពោះប៉ុន្តែថ្ងៃនេះខ្ញុំសូមក្លុកបត្រាម្ដងទៀតបាទដោយសារតែធ្វើការកាប់ដលងខាតថ្ងៃហត់ទៅវាមានអារម្មណ៍ថាដូចសាបមាត់ណាបងប្អូនឲ្យតែបានគ្រឿងជូរហិលហូបនឹងគឺថាមានកម្លាំងធ្វើការជាងហូបបង្អែមទៀតខ្ញុំហ៎ឥឡូវតោះសូមជម្រាបពុកម៉ែបងប្អូនអរគ្នាទៅថាថ្ងៃនេះខ្ញុំបានបត្រាក្លុកបាទដោយសារតែថ្ងៃមិញហ្នឹងកំពុងតែកាប់ដលងមីសុកហ្នឹងស្រាប់តែគេដើរលក់បត្រាបាទឯងមានដើរគេជិះម៉ូតូមកបាទក៏ធ្វើការជះលុយចំនួន$8000រៀលបាទ1គីឡូនឹង$8000រៀលថ្លៃណាបងប្អូនតែដោយសារតែចិត្តយើងចង់យើងឃ្លានហើយទៅធ្វើការទិញតែម្ដងទៅបាទអានេះគេហៅថាបត្រាប៉មបងប្អូនតែបើខាងទាំងអស់គ្នាហៅរបៀបម៉េចក៏ខ្ញុំមិនដឹងដែរប៉ុន្តែអ្នកលក់គេថាបត្រាប៉មអញ្ចឹងខ្ញុំហៅតាមគេដែរណាអញ្ចឹងរូបរាងយកមកគឺរាងធំជាងបត្រាយើងធម្មតាហើយរសជាតិវាក៏ឆ្ងាញ់មួយយ៉ាងដែរបងប្អូនរាងច្របជូតិចដូចប៉មបងប្អូនអញ្ចឹងយកមកហ្នឹងគឺយើងធ្វើការលាងសម្អាតវាឲ្យបានច្រើនទឹកបងប្អូនដោយសារតែបន្លែយកមកពីគេលក់របៀបនេះគឺយើងអត់ដឹងថាគេប្រើសារធាតុពុលគីមីអ្វីខ្លះទេអញ្ចឹងធ្វើការលាងសម្អាតឲ្យបានច្រើនទឹកមកបាទពួកខ្ញុំមុននឹងបរិភោគបន្លែផ្លែឈើត្រីសាច់បាទគឺខ្ញុំតែងតែគិតគូរដល់សុខភាពជាចម្បងតែម្ដងបាទឥឡូវតបន្ទាប់ពីយើងលាងសម្អាតវាបានស្អាតហើយជំហានបន្តមកទៀតគឺយើងយកវាទៅពុះជា2បងប្អូនដោយសារតែបត្រាមួយនេះគឺធំពេកបាទអញ្ចឹងបើក្លុកអត់មានពុះទេគឺពិបាកក្នុងការបរិភោគហើយពេលក្លុកគឺវាអត់សប់ចូលជាតិគ្នាជាមួយម្ទេសរបស់យើងអញ្ចឹងខ្ញុំធ្វើការជ្រៀកវាជា2ដើម្បីងាយស្រួលទៅបងប្អូនត្រង់ចំណុចនេះទាំងអស់គ្នាបើសិនជាបានឆ្កឹះគ្រាប់ទៀតតែអែមបាទងាយស្រួលក្នុងការទំពីបាទអត់ប៉ះធ្មេញអីញ៉ៃទេតែខ្ញុំថ្ងៃនេះដោយសារតែខ្ញុំរវល់ពេកគឺខ្ញុំអត់មានពេលច្រើនដើម្បីឆ្កឹះគ្រាប់វាយកមកចាញ់ទេបាទគឺហូបរួចនឹងគឺទៅកាត់ដលងវិញហើយអញ្ចឹងអត់មានពេលច្រើនណាឥឡូវបន្ទាប់ពីខ្ញុំបានពុះជ្រៀកវាជា2រួចហើយជំហានបន្តមកទៀតគឺអំបិលម្ទេសរបស់យើងបាទអំបិលម្ទេសនេះគឺខ្ញុំធ្វើការលាយជាការស្រេចការពីក្លុកចំពោះម្សិលមិញហ្នឹងឯងបងប្អូនអញ្ចឹងគឺយើងអត់មានពិបាកលាយទេចំពោះអំបិលម្ទេសរបស់ខ្ញុំនឹងគឺមានអ្នកចាប់អារម្មណ៍ច្រើនមែនតើបងប្អូនទាំងនៅក្នុង Facebook ហើយនិងនៅខាងក្រៅបាទមានបងប្អូនស្រីម្នាក់នៅជិតផ្ទះខ្ញុំគឺគាត់កវ៉ែជារឿយតែខ្ញុំលាក់បងប្អូននិយាយមិនលាក់មិនចំណាយអស់ច្រើនដែរបើម្ចាស់ហ្នឹងឥឡូវតាយើងចាប់ដើមក្រោលឡុកវាបាទឥឡូវមុននឹងក្លុកវាភ្លុកមួយសិនបាទអូតាមើលយេម្សៅក្លុកតលឹមទឹងម្សៅក្លុកជពូដើម្បីសាហាវខ្ញុំសុំក្លុកបត្រាម្ដងសុំមើលតិចមើលតិចទៀតយីរ៉េសាប់ឲ្យប៉ុណ្ណេះតោះ1 2 3 Oh my god អូយស្រស់ហត់អស់គ្នាមើលគៀកនេះទាំងអស់គ្នាអានេះគឺជារូបសម្រស់បត្រារបស់យើងបន្ទាប់ពីក្រឡុកហើយទាំងអស់គ្នាអាចទស្សនាបានគឺថាឡើងក្រហមឆ្អិនឆ្អៅតែម្ដងហើយនេះទាំងនេះសូមអធិស្ឋានចេញលងពេលយប់ម្ដងទៀតណាអញ្ចឹងទាំងអស់គ្នាអាចសាកល្បងធ្វើបានមកមានអីពិបាកទេងាយទេមើលទៅវីដេអូខ្ញុំទៅគឺថាចេះយកទៅណាមិនអស់សំខាន់ឲ្យទាំងអស់គ្នាលេងបើមិនទេឲ្យតែឆ្ងាញ់ដូចខ្ញុំទៅគឺថាជាតិហើយឥឡូវតែដោយសារតែបត្រាក្រឡុករបស់យើងបានរួចរាល់100%ហើយឥឡូវតែមកធ្វើការហូបជាមួយនឹងខ្ញុំបាទសិនទាំងអស់គ្នាឥឡូវតជួអែមឆ្ងាញ់ណាស់រសជាតិវាល្មមអូឆ្ងាញ់ខ្លាំងអស់គ្នាអាចឆ្លក់ដូចជពូម្សៅឯងជពូម្សៅដាក់ឆ្លក់ឆ្ងាញ់អូ
ôi hả